ត្រីខខ្មែរបាទប្រាប់បងប្អូនថាសិប្បកម្មខ្នាតតូចតែបងប្អូនអត់ជឿទេឥឡូវនេះថតវីដេអូមើលផ្ទាល់បាទណាខ្ញុំប្រាប់ឲ្យថាសិប្បកម្មខ្នាតតូចបាទខ្នាតតូចនៅលក្ខណៈគ្រួសារនៅឡើយទេបាទគាត់ថាការរៀបចំការផលិតចេញមកហ្នឹងគឺគាត់គិតពីស្តង់ដារសុវត្ថិភាពរួចហើយព្រោះដោយសារអ្នកផលិតនេះគឺជាអ្នកជំនាញតែម្ដងបាទជំនាញបាទគីមីចំណីអាហារហើយគាត់ធ្វើការងារនឹងមកចង់10ឆ្នាំជាងហើយបាទអញ្ចឹងវាជាជំនាញរបស់គាត់ហើយបាទទៅលើគីមីចំណីអាហារបាទហើយនេះជាការផលិតរបស់គាត់តាក់ទងត្រីខខ្មែរដែលបងប្អូនសួរច្រើនបាទហើយត្រីនេះគឺគាត់យកពីខាងកំពង់សោមមកហើយការរៀបចំវេចខ្ចប់របស់គាត់គឺស្តង់ដារមែនទែនហើយខ្ញុំជម្រាបបងប្អូនតាមត្រង់ថាផលិតផលបច្ចុប្បន្ននេះគឺផលិតអត់ទាន់ទេហើយផលិតបានតិចមែនទែនអញ្ចឹងហើយមាននៅក្នុងហាងមានប្រមាណក៏អស់ដែរបាទសូមអធិស្ឋានបងប្អូនមែនទែនហើយឥឡូវនេះគាត់កំពុងតែរៀបចំសហគ្រាសតែសិប្បកម្មរបស់គាត់ណាមិនទាន់ជាលក្ខណៈខ្នាតធំទេប៉ុន្តែកំពុងតែរៀបចំពង្រីកសក្តានុពលក្នុងការផលិតឲ្យបានច្រើននិងឲ្យបានទូលំទូលាយជាងហ្នឹងណាបាទអញ្ចឹងតិចទៀតបងប្អូនត្រូវទ្រាំបន្តិចគាត់នឹងធ្វើបានច្រើនជាងហ្នឹងហើយការផលិតច្រើនវាធ្វើឲ្យថ្លៃដើមក៏ចុះថោកដែរអញ្ចឹងចុះធូរជាងហ្នឹងវាអាចឲ្យយើងស្រួលលក់ចែកចាយថែមទៀតហើយនឹងមានការបោះដុំបន្តបច្ចុប្បន្នអត់មានទេមានត្រឹមតែលក់រាយនៅក្នុងហាងហើយឥឡូវលក់រាយនៅក្នុងហាងហ្នឹងលក់ចែកគ្នាអត់គ្រប់ទៀតអញ្ចឹងអធិស្ឋានបងប្អូនមែនតើណាបាទហើយនេះទិដ្ឋភាពជាក់ស្ដែងផលិតផលហ្នឹងបានដាក់តាំងបង្ហាញនៅថ្ងៃពិព័រណ៍ផលិតផលខ្មែរបាទនៅកោះពេជ្រកាលពីប្រហែលថ្ងៃមុនណាបាទអញ្ចឹងគឺមានបងប្អូនគ្រប់គ្រងផលិតផលរបស់គាត់ច្រើនមែនតើហើយនៅក្នុងហាងផ្សារខ្មែរបាទមានប្រមាណអស់ប៉ុណ្ណឹងបាទមានប្រមាណអស់ប៉ុណ្ណឹងចែកគ្នាអត់គ្រប់ទេអញ្ចឹងសូមចិត្តបងប្អូនរងចាំបន្តិចដើម្បីគាត់រៀបចំកន្លែងគាត់ឲ្យបានល្អជាងមុនឲ្យប្រសើរជាងមុនហើយទំហំនៃការផលិតឲ្យបានច្រើនជាងមុនណាបងប្អូនណា